សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃយើងនឹងបន្តមេរៀនទៀតអូខេមេរៀនថ្ងៃនេះយើងសិក្សាអំពី look up អូខេអញ្ចឹងក្នុងការ look up យើងសិក្សាទាំងអស់គ្នាก่อนណាអញ្ចឹងមុននឹងយើងចូលយើងបង្កើតនៅតារាងសម្រាប់ការគណនាមួយទាំងអស់គ្នាសិនអញ្ចឹងនេះខ្ញុំបានបង្កើតតារាងរួចហើយតាក់ទងនឹងការប្រើប្រាស់អនុគម look up គេថា look up អូខេអញ្ចឹងក្នុងការគណនាទៅតាមបែបការស្វែងរកទិន្នន័យបានន័យថា look up ហ្នឹងស្វែងរកទិន្នន័យយើងចង់ស្វែងរកទិន្នន័យជាផលិតផលឬក៏ឈ្មោះមុខទំនិញណាឬក៏ពណ៌ឬក៏តម្លៃឬអីផ្សេងអញ្ចឹងយើងប្រើតាមបែបរូបមន្តឬក៏អនុគម look up អូខេតោះអញ្ចឹងក្នុងការគណនាយើងមើលទៅតាមលទ្ធផលរបស់វាមួយអូខេតោះអញ្ចឹងយើងគណនាទាំងអស់គ្នាអញ្ចឹងចំណុចចាប់ផ្ដើមយើងវាសញ្ញាស្មើវាពាក្យថា look up អូខេបើកពងចប់មកចាំបងមើលខាងក្រោមនេះគេថា look up value នេះបានន័យថាបងស្វែងរកតម្លៃអ្វីតាមរយៈស្អីគេយើងស្វែងរកតាមរយៈអីគេអញ្ចឹងក្នុងការស្វែងរកហ្នឹងតាមរយៈID នេះ ID នេះឬក៏តាមរយៈឈ្មោះណាឈ្មោះមុខតំណែងឬក៏ឈ្មោះមនុស្សអញ្ចឹងការស្វែងរកវាមាន2គឺទី1យើងស្វែងរកតាមរយៈ ID ទី2តាមរយៈឈ្មោះអញ្ចឹងនេះវីដេអូនេះយើងស្វែងរកតាមរយៈ ID កាលណាយើងវាយlook up ហើយយើង select ទៅលើ ID នេះរួចអូនចុច F4 មួយក្បៀសណាអញ្ចឹងមើលតទៀត look up vector ហ្នឹងបានថាយើង select ទៅលើ ID ទាំងអស់នេះតាមជួរឈរនេះយើង select ទាំងអស់សិនអូខេទាំងអស់មកណារួចហើយបងអូនចុច F4 មួយទៀតក្បៀសមួយទៀតអញ្ចឹងមើលកន្លែងនេះគេថា result vector តែយើងចង់បង្ហាញលទ្ធផលពីអីគេអញ្ចឹងយើងចង់ស្វែងរកអីគេមិនហ្នឹងយើងស្វែងរកផលិតផលអញ្ចឹងបានន័យថាយើងត្រូវបង្ហាញជាលទ្ធផលហ្នឹងជាតាមលទ្ធផលវាមួយនេះអញ្ចឹងយើង select ទៅលើឈ្មោះលទ្ធផលអូខេរួចហើយចុចលើ F4 មួយទៀតរួចបិទពងកញ្ចក់ណាចុច enter មកវាលុតអស់នេះយើងបានឈ្មោះផលិតផលមួយណាយើងទី2បន្តមកទៀតយើងស្វែងរកពណ៌វាធ្វើដូចគ្នាទាំងអស់ណាអត់មានខុសទេប៉ុន្តែគ្រាន់តែយើងស្វែងរកពណ៌ស្វែងរកតម្លៃស្វែងរកទីតាំងរបស់វានៅសាខាណាឬក៏តម្លៃរបស់វាឥឡូវស្វែងរកពណ៌យើងប្រើ look up ដូចគ្នាអូខេហើយមកដូចគ្នាមកយើងតម្លៃចុចលើ ID ដូចគ្នា F4 ក្បៀស1រួចហើយ select លើ ID code នេះទាំងអស់តទៅទៀតយើង F4 មួយទៀតក្បៀសមួយទៀតរួចអីគេ result គេយើងចង់រកគេពណ៌របស់វាយើងចុចលើពណ៌នេះពណ៌តម្លៃយើងចុចលើតម្លៃមករួចចុច F4 មួយទៀតបិទវងចោលនេះអញ្ចឹងបានន័យថា keyboard ហ្នឹងពណ៌ខ្មៅแล้วតម្លៃរបស់វាប្រមាណអញ្ចឹងយើងរកតម្លៃស្វែងរកតម្លៃទៀតយើងមក look up បិទវងចោលមកព្រោះយើងធ្វើដូចគ្នាទាំងអស់ណាអត់ខុសនេះទេអូខេ F4 មួយលើតែដូចគ្នា F4 មួយទៀតក្បៀសមួយទៀតឥឡូវបានពណ៌រួចដល់តម្លៃអញ្ចឹងយើងលើតម្លៃនេះរួចចុច F4 បិទវងកញ្ចក់ enter ឃើញតម្លៃរបស់វាឥ
แล้วkeyboard ហ្នឹងយើងលក់នៅសាខាណាឥឡូវសាខាយើងរកសាខារបស់វាឬក៏ទីកន្លែងរបស់វា look up ដូចនេះស្វែងរកទៅ up មកបើខ្ញុំចោះ select លើ ID ដូចគ្នា F4 មួយទៀតក្បៀសមួយហើយគឺ ID ដដែលទាំងអស់នេះមកយ៉ារួចចុច F4 ទៀតក្បៀសមួយមកយើង select មើលលើសារ location ឬក៏សាខារបស់វាហ្នឹងរួច F4 មួយទៀតបិទពងចោលអូខេអញ្ចឹងបានន័យថានេះគឺជាលទ្ធផលដែលយើងបានស្វែងរកឃើញហើយឃើញទៅតាមតម្លៃរបស់វាមួយទៅតាមសាខារបស់វាមួយអញ្ចឹងឧទាហរណ៍ថាយើងចាំ ID code ឧទាហរណ៍ ID code 5ណាអញ្ចឹងវាលោតឲ្យនេះឃើញទេអញ្ចឹងវាលោតតម្លៃឲ្យតែម្ដងID code 9 9ណាបានន័យថាតម្លៃរបស់វាលោតឲ្យតាមសាខារបស់វាមកអញ្ចឹងបានន័យថាយើងស្វែងរកទិន្នន័យជាតម្រូវការដែលយើងចង់បានអញ្ចឹងយើងការប្រើប្រាស់អនុគមlook up ណា look up នេះអូខេអញ្ចឹងយល់ទាំងអស់គ្នាណាហើយបើសិនជាមិនយល់អូនអាចឆាតសួរទៅតាម Telegram របស់លោកគ្រូហើយឬក៏អូនអាចសួរផ្ទាល់ក៏បានណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអូខេអរគុណច្រើន